បងផ្ទាំងថ្ងៃនេះយល់ថ្មីបកមកនាំដំណឹងឲ្យបែដួងជាច្រើនធូរស្រាលវាដែលបិទយូរហាក់បើកបានបន្តិចមេឃដែលងងឹតថាមានពន្លឺរាស្មីនោះស្នាក់ដើរចេញក្រៅរបងផ្ទាំងទួភ្លើខាងមុខមិនទាន់ទូលាយខ្ទៃច្រើនឆ្នាំមកហើយពីសំដីត្រូវខ្យល់យកទៅតែក្នុងចិត្តនៅតែប្រឹងរង់ចាំថ្ងៃនៃសេរីភាពអាចនិយាយជាមួយគ្នាមិនមែនជាជ័យជំនះមិនមែនជាការសងសឹកតែជាភាពធូរស្រាលមួយរបស់មនុស្សដែលបានឃើញពន្លឺវិញអូសេរីភាពបកដូចខ្យល់ពេលព្រឹកឲ្យវេដងដែលនឿយហត់បានធូរស្រាលមិនចង់ឈ្នះនរណាមិនចង់បំបែកកូននរណាគ្រាន់តែចង់ឃើញប្រទេសសញឹមវិញសូមឲ្យការរស់លេងខ្លាយជាភ្លើងនៃការយោគយល់សូមឲ្យមេត្តាឈ្នះកំហឹងហើយឲ្យមនុស្សគ្រប់គ្នាបានរស់ដោយថ្លៃថ្នូរនៅមានរបងរងមើលមិនឃើញនៅរៀនព្រំដែនក្នុងចិត្តមនុស្សតែថ្វាយយ៉ាងហោចណាស់មានសំឡេងមួយប្រាប់ថាក្តីសង្ឃឹមមិនទាន់ស្លាប់ទេមនុស្សស្រីញញឹមកូនទូចិត្តមិត្តភក្តិចាស់សំឡឹងទៅមេឃហើយសួរខ្លួនឯងថាតើយើងអាចទៅជាមួយគ្នាវិញទេប្រទេសមួយមិនអាចរស់ដោយការភ័យខ្លាចនោះមួយជាតិមិនអាចរស់ដោយការសងសឹកថ្ងៃណាចិត្តស្មប់ជួបដីមេត្តាថ្ងៃនោះអនាគតនឹងបាត់ទ្វាសេរីភាពមិនមែនសម្រាប់មនុស្សម្នាក់តែសម្រាប់ដង្ហើមរបស់មនុស្សគ្រប់គ្នាព្រោះគុំនឹកគ្រប់គ្នាក៏នៅជានោះដូចគ្នាមានទឹកភ្នែកនិងត្រីស្រមៃមិនចង់បានសោកសូមឲ្យដីខ្មែររៀនស្ដាប់ភាវិញសូមឲ្យពន្លឺថ្មីរះឡើងលើវេដងមនុស្សគ្រប់រូបពេលចលព្រឹកបកលើទន្លេនោះជាចាននៅមានសង្ឃឹមថាថ្ងៃមួយសេរីភាពនឹងសន្តិភាពនឹងដើរជាមួយគ្នាលើព្រះរាជាណាចក្រខ្មែរ